ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមានមុខម្ហូបមួយសម្រាប់បងប្អូនធ្វើការជួបជុំគ្នានារដូវបុណ្យភ្ជុំនាពេលខាងមុខបងប្អូនចាទុកគ្រាន់សម្រាប់ជួបជុំគ្នាពិសេសដាក់គ្រឿងត្រជាក់គឺត្រូវគ្នាតែម្ដងចានាងខ្ញុំមានត្រជាក់ជ្រូកចំនួន3ផងដែរចាដើម្បីធ្វើមុខម្ហូបមួយហ្នឹងបងប្អូនហើយត្រជាក់ជ្រូកនេះដែរមុនយកទៅធ្វើម្ហូបគឺយើងត្រូវការលាងសម្អាតជាមុនសិនណាបងប្អូនហើយវិធីសម្អាតគឺស្រួលទេបងប្អូនខ្លះគាត់ឃើញត្រជាក់ជ្រូកអញ្ចឹងគាត់ថាញ៉ាអញ្ចឹងអត់ចេះសម្អាតអញ្ចឹងបងប្អូនឥឡូវមើលរូបមន្តសម្អាតរបស់នាងខ្ញុំគឺដុសជាមួយអំបិលក្រូចឆ្មាគឺជ្រះល្អមែនតើបងប្អូនចាហើយលាងតែជាមួយនឹងទឹក2 3ទឹកទៀតហ្នឹងគឺស្អាតតែម្ដងឥឡូវយើងដាំទឹកឲ្យពុះចាប់ផ្ដើមបងកូរសក្រីរំដេងជាមួយស្លឹកក្រូចសើចយើងដាក់ស្ងោរត្រជាក់ជ្រូករបស់យើងមកហើយថែមអំបិលបន្តិចផងបងប្អូនចាគឺស្ងោររងាស់វាចោលទៅគឺតុងថែកន្លះម៉ោងអីហ្នឹងគឺឆ្អិនល្អហើយបងប្អូនចាចាប់ផ្ដើមស្រង់ត្រជាក់ជ្រូករបស់យើងហ្នឹងគឺត្រាំក្នុងទឹកកកឲ្យត្រជាក់ឲ្យស្រួយបងប្អូនកាលណាយើងត្រាំតកបែបនេះធ្វើឲ្យត្រជាក់ជ្រូករបស់យើងខំទៅនៅច្រប់បងប្អូនចាយើងត្រាំទុកវាមួយសន្ទុះទៅយើងមកធ្វើបន្លែរបស់យើងដោយបន្លែមានប្រើកៅអៅឈូកបងប្អូនដើម្បីធ្វើជ្រក់ត្រជាក់ជ្រូកចាលាយបន្លែកៅអៅឈូកហើយជាមួយនឹងការ៉ុតមកខាងមើមផងដែរបងប្អូនចាយើងហាន់វាជាកង់មកជាមួយនឹងការ៉ុតជាចំណិតតូចហ្នឹងដាក់ត្រាំទឹកកកដើម្បីឲ្យវាស្រួយអញ្ចឹងណាចាទុកវាមួយឡែកសិនទៅយើងមកហាន់គល់ស្លឹកគ្រៃក៏ដូចជាស្លឹកក្រូចសើចចាហើយជាមួយនឹងខ្ទឹមសខ្ទឹមក្រហមក៏ដូចជាម្ទេសផងដែរចាហើយបន្ថែមនឹងរំដេងបន្តិចផងណាបងប្អូនចាបន្ទាប់មកទៀតយើងទុកគ្រឿងអស់ហ្នឹងមួយឡែកសិនចាប់ផ្ដើមហាន់ជាមួយនឹងស្លឹកត្រជាក់ជ្រូករបស់យើងដែលបានត្រាំទឹកកកអំបញ្ញមិញណាបងប្អូនចាស្រង់វាឲ្យរាងស្ងួតបន្តិចមកយើងចាប់ផ្ដើមហាន់យកតែម្ដងចំពោះការហាន់ត្រជាក់ជ្រូករបស់យើងគឺក្រាស់ស្ដាងអីតាមចំណង់ចំណូលចិត្តរបស់បងប្អូនមកហើយយើងមកធ្វើទឹកត្រីដើម្បីទុកជ្រក់បងប្អូនចាគឺទឹកត្រីយើងបុកក៏បានប្រើម៉ាស៊ីនក្លុកក៏បានដែរបងប្អូននៅឡើយថ្ងៃនេះខ្ញុំប្រើម៉ាស៊ីនក្លុកចាដោយដាក់មើមខ្ទឹមសជាមួយនឹងម្ទេសដៃនាងធំជាមួយអាតូចផងដែរចាហើយប្រើជាមួយនឹងទឹកក្រូចឆ្មាហើយទឹកត្រីអត់ទាន់ដាក់ប៊ីចេងនិងស្ករទេបងប្អូនចាក្លុកវាហើយយើងទុកវាមួយឡែកសិនចាប់ដើមយកត្រជាក់ជ្រូកដែលយើងបានហាន់បាញ់មិញជាមួយនឹងបន្លែរបស់យើងនឹងដាក់បញ្ចូលគ្នាមកហើយបន្ថែមជាមួយនឹងគ្រឿងក្រើសដែលយើងបានហាន់ទុកបាញ់ដែរបងប្អូនចាដាក់ចូលគ្នាឲ្យអស់មកក៏ចាប់ផ្ដើមដាក់ប៊ីចេងជាមួយនឹងស្ករចាហើយបន្ទាប់មកទៀតចាក់ទឹកត្រីដែលយើងបានកន្លុកបាញ់មិញបងប្អូនចំពោះទឹកត្រីដែលនេះខ្ញុំបានប្រាប់អញ្ចឹងយើងអាចបុកក៏បានដែរចាហើយយើងច្បល់ចូលគ្នាមកបងប្អូនហើយគឺជាការស្រេចហើយយើងច្បល់បញ្ចូលគ្នាទៅមួយផ្លែតនឹងចូលគ្រឿងគ្នាបានល្អហើយរសជាតិគឺជូរប្រៃផ្អែមហើយរសជាតិឆ្ងាញ់មែនតើបងប្អូនមកបងប្អូនជ្រក់ត្រជាក់ជ្រូកជាមួយកៅអៅឈូកបងប្អូនលេតិចឥឡូវរួចរាល់ហើយមកអញ្ជើញពិសាទាំងអស់គ្នាសាករសជាតិសិនណាបងប្អូនរបៀបធ្វើជ្រក់ត្រជាក់ជ្រូករបស់នាងខ្ញុំគឺមានតែប៉ុណ្្នឹងទេបើចង់បានមុខម្ហូបថ្មីវីដេអូថ្មីកុំភ្លេចបងប្អូនជួយ like ជួយ share ក៏ដូចជាជួយ follow page ផ្ទះបាយម៉ែម្នាក់មួយផងណាចុងក្រោយអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាអរគុណជម្រាបលា